សួស្តីបងប្អូនអរគ្នា ថ្ងៃនេះជួបគ្នាសារជាថ្មីនៅថ្ងៃទី5 ខែ 2 2026 បាទមាសនៅក្នុង time frame 1ម៉ោងបងប្អូនអរគ្នាបាទអញ្ចឹងយើងឃើញហើយថាទីផ្សារមាសកាលពីយប់មិញក៏ធ្លាក់ដែរហើយក៏វាមានការ pull back ទៅខាងលើវិញខ្លះដែរបាទដែលវាបានមកបញ្ច្រាស់ព័ត៌មានវិញបាទដុល្លារចេញមកអត់ល្អទេប៉ុន្តែមាសបែរជាមិនឡើងវាបែរចុះទៅវិញបាទចឹងហើយទៅពេលនេះបងប្អូនអរគ្នាត្រូវតែពិភាក្សាជាថ្មីថាទីផ្សារមាសគឺវាមានការបំរែបំរួលរបស់វាទៀតហើយបាទតែពេលនេះទីផ្សារមាសវាបានមកបំបីនៅតម្លៃ low ដែលនៅតម្លៃ 4884 នឹងហើយបាទវាបានបំបីនៅតម្លៃ low នឹងហើយអញ្ចឹងយើងរងចាំឲ្យវា pull back ទៅប៉ះតម្លៃនឹងវិញហើយចូលលក់មកបាទចូលលក់មកតែម្ដងនៅវាអាចនឹងធ្លាក់មកដល់តម្លៃ 4607 បាទបើសិនជាវានៅតែបន្តធ្លាក់ទៀតហើយបើសិនជាវាមកផុតនៅតម្លៃនឹងទៀតគឺវានឹងមកដល់តម្លៃ 4400 នេះឯងបាទអញ្ចឹងបើសិនជាវាបំបីនៅ support ហ្នឹងគឺវានឹងបន្តចុះមកក្រោមបាទតែបើសិនជាវាអត់បំបីទេវានឹងឡើងទៅខាងលើវិញដែលវាអាចនឹងคล้ายទៅជា0 sideways នៅចន្លោះ 4880 មក 4610 ចឹងវាអាចនឹង0 sideways នៅចន្លោះហ្នឹងបើសិនជាវាអត់ទៅផុតតម្លៃ high ឬក៏តម្លៃ support របស់វាបាទតែបើសិនជាទីផ្សារមាសហ្នឹងវាបកទៅវិញបាទដែលវាទៅផុតនៅតម្លៃ high ខាងលើបាទដែលនៅតម្លៃ 4000 ដែលនៅតម្លៃ 5000 នេះគឺវានឹងបន្តទៅខាងលើទៀតដែលវាអាចនឹងទៅដល់តម្លៃ 5454 បាទចឹងហើយបងប្អូនអរគ្នាព្យាយាមចូលតាមលំហូរទីផ្សារទៅល្អបាទចឹងថ្ងៃនេះខ្ញុំបាទក៏មានតែប៉ុណ្្នឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេងសំណាង